តុអ្វីបានជាតម្លៃប្រេងសាំងកើនឡើងទូទាំងសកលលោកនៅពេលដែលមានសង្គ្រាមផ្ទុះឡើងរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់រួមទាំងប្រទេសដទៃដែលស្ថិតនៅឆ្ងាយពីទឹកដីដែលមានជម្លោះក៏ដោយចម្លើយគឺទាក់ទងនឹងការផ្គត់ផ្គង់ប្រេងសាំងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាជាចំណែកដ៏សំខាន់ក្នុងការនាំចេញប្រេងសាំងទូទាំងសកលលោកឯប្រទេសអ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលផលិតប្រេងសាំងធំជាងគេទូទាំងពិភពលោកដូច្នេះនៅពេលដែលមានសង្គ្រាមផ្ទុះឡើងរវាងប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែលប្រជាជនមានការព្រួយបារម្ភជាខ្លាំងទាក់ទងនឹងការផលិតនិងការផ្គត់ផ្គង់ប្រេងសាំងក៏ដូចជាមានការភ័យខ្លាចចរន្តនាំចេញប្រេងសាំងត្រូវបានកាត់ផ្តាច់ឧទាហរណ៍ដូចជាកំពង់ផែនិងផ្លូវដឹកជញ្ជូនជាដើមការព្រួយបារម្ភដែលគួរឲ្យកត់សម្គាល់នោះគឺទាក់ទងនឹងច្រកសមុទ្រហោមូសដែលជាផ្លូវទឹកតូចក៏ពិតមែនតែប្រេងសាំងមួយផ្នែកធំត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រមួយនេះដូចនេះសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាជាសញ្ញាគំរាមកំហែងទៅលើការផ្គត់ផ្គង់ប្រេងសាំងទៅកាន់ទីផ្សារអន្តរជាតិគេតែងតែសង្កេតឃើញថាបើទោះបីជាការផ្គត់ផ្គង់ប្រេងសាំងមិនទាន់ថយចុះពិតប្រាកដនៅឡើយក៏ដោយពាណិជ្ជករក្រុមហ៊ុននិងស្ថាប័ននានាតែងតែទិញប្រេងសាំងបន្ថែមទៀតសម្រាប់បម្រុងទុកប្រើនៅពេលដែលមានការខ្វះខាតពិតប្រាកដកើតឡើងជាហេតុធ្វើឲ្យតម្លៃប្រេងសាំងចាប់ផ្ដើមកើនឡើងនៅក្នុងទីផ្សារពីព្រោះនៅពេលដែលមានតម្រូវការទិញកាន់តែខ្ពស់ធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងតម្លៃប្រេងសាំងក៏កើនឡើងទៅតាមនោះដែរដោយសារតែប្រេងសាំងត្រូវបានជួញដូរជាលក្ខណៈសកលការកើនឡើងនៃតម្លៃប្រេងសាំងប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោកនៅពេលដែលប្រេងសាំងឡើងថ្លៃការដឹកជញ្ជូនក៏ឡើងថ្លៃអាជីវករត្រូវចំណាយច្រើនជាងមុនក្នុងការដឹកជញ្ជូនទំនិញពីកន្លែងមួយទៅកន្លែងមួយទៀតការចំណាយទាំងនេះតម្រូវឲ្យអតិថិជនបង់ថ្លៃទំនិញនិងសេវាកម្មច្រើនជាងមុនចំណូលដដែលឬតិចជាងមុនតែការចំណាយកើនឡើងដោយសារតែតម្លៃទំនិញនិងសេវាកម្មមួយចំនួនឡើងថ្លៃជារួមសង្គ្រាមមិនកាត់បន្ថយការផ្គត់ផ្គង់ប្រេងសាំងដោយផ្ទាល់នោះទេប៉ុន្តែវាបង្កើតនូវភាពមិនច្បាស់លាស់អំពីការផ្គត់ផ្គង់ប្រេងសាំងនៅថ្ងៃអនាគតដោយសារច្រកដឹកជញ្ជូនប្រេងសាំងដ៏សំខាន់ត្រូវបានបិទដូចនេះនៅពេលដែលប្រេងសាំងត្រូវបានគេរំពឹងទុកថាអាចនឹងខ្វះខាតប្រជាជនតែងតែទិញទុកបន្ថែមតម្រូវការកាន់តែខ្ពស់តម្លៃក៏កាន់តែកើនឡើងដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចទូទាំងពិភពលោកត្រូវបានប៉ះពាល់